Roland គ្រប់យ៉ាងចប់ហើយលិខិតបញ្ជាក់មកដល់ហើយអញ្ចឹងល្អហើយថ្ងៃក្រោយកុំចិត្តទុនទៀតពួកយើងមិនអាចដើរថយក្រោយបានទេបងស្រីជំនួយការអគ្គនាយកឈីនស៊ូថាបងទៅដល់ម៉ោងប៉ុន្មានគាត់ថាអ្នកដែលអង្គុយទៅនោះយប់នេះសុទ្ធតែជាអ្នកធ្វើគម្រោងកុំឲ្យអ្នកមិនពាក់ព័ន្ធធ្វើឲ្យខាត់ពេលខ្ញុំរៀបចំរួចហើយជាងឈិនឯងនៅតែចាត់ទុកខ្លួនឯងជាមនុស្សដែលត្រូវរាយការណ៍ប្រាប់ទៀតហ៎អគ្គនាយកឈីនមានឋានៈអ្វីអាចឲ្យជំនួយការមកជំរុញរ៉ូឡានផ្ទាល់គឺទុកមុខឲ្យណាស់ទៅហើយជាងឈិនឯងកុំគិតថាអគ្គនាយកឈីនត្រូវមកជួបឯងផ្ទាល់ឯងសាកសមឲ្យគេចាំឈ្មោះឯងទេយប់នេះត្រឡប់ទៅផ្ទះជួលវិញរៀបចំអីវ៉ាន់ឲ្យស្អាតបាតរ៉ូឡានត្រូវរើទៅកន្លែងថ្មីឯងកុំទៅញ៉ៃញ៉ៃទៀតថ្លៃឈ្នួលផ្ទះចុងខែនេះទើបដល់កំណត់នោះក៏ជាផ្ទះរបស់រ៉ូឡានដែរឯងជាមនុស្សប្រុសម្នាក់លេងលេះហើយនៅតែតោងផ្ទះអតីតប្រពន្ធទៀតមិនចេះខ្មាស់គេទេជាងឈិនឯងដល់ថ្នាក់នឹងហើយកុំនិយាយពីមុខមាត់អីជាងឈិនកុំនិយាយឲ្យខ្លួនឯងកំសត់ពេកអ្វីដែលឯងអាចឲ្យខ្ញុំបានគឺមានតែមុខមាត់បន្តិចបន្តួចនៅកន្លែងតូចតាចទាំងនេះទេ3ឆ្នាំនេះឯងរត់ដឹកជញ្ជូនផ្គត់ផ្គង់រ៉ូឡានរៀនក៏ចាត់ទុកថារៀងនឿយហត់ដែរតែការនឿយហត់មិនអាចយកមកធ្វើជាបាយហូបទេរឹតតែមិនអាចយកមកធ្វើជាមុខមាត់ដែរនៅមានលុយកក់ផ្ទះរបស់ខ្ញុំនោះទៀតឯងក៏កុំចេះតែចង់បានពេកឯងរស់នៅជាមួយបងស្រីខ្ញុំ3ឆ្នាំគ្រួសារប៉ៃមិនដែលធ្វើបាបឯងទេជាងឈិនថ្ងៃនេះត្រឹមនេះចុះថ្ងៃក្រោយផ្លូវអ្នកណាអ្នកនោះដើរកុំពន្យាពេលគ្នាទៀតឯងបន្តរត់ដឹកជញ្ជូនរបស់ឯងទៅខ្ញុំទៅរស់នៅជីវិតដែលខ្ញុំគួររស់នៅកុំពន្យាពេលគ្នាជាងឈិនរ៉ូឡានរៀនចប់អនុបណ្ឌិតផ្លូវទៅមុខនឹងដើរកាន់តែខ្ពស់អគ្គនាយកឈីនសុកចិត្តនាំនាងទៅជួបគេគឺជាឱកាសរបស់នាងបើឯងពិតជាសង្ឃឹមល្អចំពោះនាងមែនកុំទាញជើងនាងនេះជាអត្ថន័យរបស់នាងឯងល្អចំពោះខ្ញុំដឹងតែល្អមិនតំណាងឲ្យស័ក្តិសមទេជាងឈិនមនុស្សតែងតែត្រូវដើរទៅមុខខ្ញុំមិនអាចជាប់គាំងនៅមួយកន្លែងជាមួយឯងមួយជីវិតទេអ្នកដឹកជញ្ជូនកម្រិតមនុស្សគឺខុសគ្នាអគ្គនាយកឈីននិយាយមួយម៉ាត់គឺធនធានចុះឯងវិញប៉ៃរ៉ូឡាន3ឆ្នាំនេះនាងធ្លាប់ចាត់ទុកខ្ញុំជាប្តីដែរទេជាងឈិនកុំយក3ឆ្នាំនេះមកគំរាមខ្ញុំទៀតជាងឈិនរវេនិយាយដល់ថ្នាក់នេះហើយឯងនៅស្ដាប់មិនយល់ទៀតឯងគិតថាឯងស័ក្តិសមទេមិនក៏មិននិយាយអីអំបញ្ញមិញមិនមែននៅសួរខ្ញុំថាមានចាត់ទុកឯងជាប្តីទេហ៎រ៉ូឡានកុំខ្វល់ពីវាថ្ងៃនេះទៅមុខឯងនឹងវាមិនមែនជាមនុស្សក្នុងពិភពតែមួយទេជាងឈិនយប់នេះរៀបចំអីវ៉ាន់ឲ្យស្អាតបាតកុំឲ្យម៉ាក់ខ្ញុំរត់ទៅញ៉ៃញ៉ៃរឿងតូចតាចនេះទៀតអ្នកមានការបញ្ជាទិញថ្មីសូមប្រញាប់បញ្ជាក់បូរ៉េអានហ៊ឺអាគីលេខ7លេខ5102ទើបតែលេងលះក៏ទទួលការងារឧស្សាហ៍ណាស់វាក៏មានកំណើតតែប៉ុណ្្នឹងឯងជាងឈិនយប់នេះកុំភ្លេចរើផ្ទះកុំឲ្យពួកយើងទៅអញ្ជើញឯងទៀតយល់ព្រមទៅមនុស្សមួយជីវិតនេះមានវាសនាយ៉ាងម៉េចខ្លួនឯងច្បាស់បំផុតហើយអាគីលេខ7លេខ5102សួស្ដីអីវ៉ាន់របស់អ្នកមកដល់ហើយសួស្ដីថ្នាំរបស់អ្នកមកដល់ហើយជួយបើកទ្វារបន្តិចមកមានមនុស្សនៅផ្ទះទេសួស្ដីខ្ញុំជាអ្នកដឹកថ្នាំបើជួយឆ្លើយតបមួយម៉ាត់មកសួស្ដីលោកយាយអាចជឿខ្ញុំនិយាយទេម៉េចបានលោកយាយជីដួលអញ្ចឹងអ្នកជួយមើលទ្វារឲ្យខ្ញុំកុំឲ្យគេចូលមកខ្ញុំទេហៃឡានពេទ្យបូរ៉េអានហ៊ឺលេខ5102មានមនុស្សចាស់ដួលនៅមាត់ទ្វារអាចជឿខ្ញុំនិយាយដង្ហើមខ្សោយបាទខ្ញុំមិនលើកគាត់ផ្ដេសផ្ដាស់ទេធ្វើតាមអ្នកប្រាប់សិនធម្មតាគាត់មិននៅទីនេះទេថ្ងៃនេះថាត្រឡប់មករៀបចំរបស់របរផ្ទះចាស់ខ្ញុំក៏គ្មានលេខទូរស័ព្ទចៅស្រីគាត់ដែរអ្នកចុះទៅចាំឡានពេទ្យនៅខាងក្រោមទៅមកដល់នាំឡើងមកតែម្ដងភ្លើងតាមផ្លូវខូចហើយកុំឲ្យគេរកខុសចាស់លោកយាយជីខ្ញុំជាអ្នកដឹកថ្នាំលោកយាយកុំខ្លាចអីឡានពេទ្យកំពុងធ្វើដំណើរមកហើយលោកយាយជីបើលោកយាយយូជួយព្រិចភ្នែកបន្តិចមកខ្ញុំមិនគ្រីលោកយាយងើបទេឡានពេទ្យជិតមកដល់ហើយចុះលោកយាយខ្ញុំបញ្ជូនចូលទៅហើយថ្នាំនៅទីនេះវិក័យបត្រកនៅដែរគឺលោកជាអ្នកឃើញគាត់បាទខ្ញុំដឹកថ្នាំមកដល់មាត់ទ្វារគោះទ្វារហើយគ្មានអ្នកឆ្លើយទូរស័ព្ទរោទនៅក្នុងបន្ទប់ខ្ញុំគិតថាមិនស្រួលក៏ទេហៃឡានពេទ្យនេះជានាមបានខ្ញុំថ្ងៃនេះអរគុណលោកហើយថ្ងៃក្រោយបើមានអីត្រូវការឲ្យជួយអាចតាក់ទងមកខ្ញុំបានមិនបាច់ទេខ្ញុំឈ្មោះជាងឈឿនឲ្យតែគាត់សុវត្ថិភាពទៅបានហើយខ្ញុំនៅមានអីវ៉ាន់ត្រូវដឹកទៀត
សាច់ញាតិជីគុយឡាននៅទេគាត់ដឹងខ្លួនហើយណានស៊ីង លោកយាយខ្ញុំនៅទីនេះលោកយាយធ្វើឲ្យខ្ញុំភ័យស្លាប់ហើយ ចុះកំឡោះដែលជួយយាយនោះ ទៅបាត់ហើយទៅដឹកអីវ៉ាន់បាត់ហើយ មិនក៏បណ្ដោយឲ្យគេទៅអញ្ចឹងគេបានជួយយាយសំបីតែពាក្យអរគុណមួយម៉ាត់ក៏មិនបានឬ គាត់ប្រញាប់ទៅដឹកអីវ៉ាន់ថាមានគេកំពុងចាំទទួលអីវ៉ាន់មិនអាចយឺតយ៉ាវទេ ចៅឯងមិនបានសុំលេខទូរស័ព្ទគេទេ ខ្ញុំហុចនាមបានឲ្យគាត់មិនយកទេគ្រាន់តែប្រាប់ថាគាត់ឈ្មោះជាងឈឿន សំបីតែនាមបានអ្នកនាងជីក៏មិនយកដែរ ពេលនោះគាត់ឈោស្ទើរតែមិននឹងផងគ្រាន់តែប្រាប់ថាឲ្យតែលោកយាយមិនអីទៅបានហើយ ពេលដែលយាយដួលនៅលើឥដ្ឋគឺគាត់ចេះតែស្រែកប្រាប់យាយថាកុំខ្លាច លោកយាយទៅតែដឹងខ្លួនក៏គិតដល់អ្នកអតីបាត់ទៅហើយ ពេលដែលគេជួយយាយមិនមែនគិតដល់យាយទេអីណានស៊ីងចាំពេលគេទំនេរចៅជួយអញ្ជើញគេមកជួបយាយមួយជើងមកយាយចង់អរគុណគេផ្ទាល់មាត់ ចាស់ចាំបន្តិចទៀតខ្ញុំឆែកមើលលេខទូរស័ព្ទគាត់ និយាយស្ដីឲ្យគួរសមបន្តិចគេមិនបានជំពាក់យើងទេ ដឹងហើយលោកអគ្គនាយកជីអញ្ជើញផ្ទាល់គួរសមគ្រប់គ្រាន់ទេ កុំយកចរិតបែបហ្នឹងទៅគំរាមគេចៅគ្រាន់តែប្រាប់ថាលោកយាយចង់ជួបអ្នកមានគុណដែលបានជួយសង្គ្រោះជីវិត ចាស់ខ្ញុំចាំហើយរបស់តែបន្តិចសោះរៀបចំមួយយប់ហើយនៅមិនទាន់រួចទៀតបងស្រីខ្ញុំប្រាប់ហើយថាមនុស្សខ្លះមកថាចង់ទៅតែក្នុងចិត្តនៅស្ដាយស្រណោះជាងឆែនឆាប់ដាក់សោចុះកុំឲ្យម៉ាក់ខ្ញុំត្រូវមកម្ដងទៀត មិនបាច់អ្នកឯងដេញទេសងសអ្នកវិញចាប់ពីថ្ងៃនេះទៅទីនេះគ្មានពាក់ព័ន្ធនឹងខ្ញុំទេ នេះជាស្អីទៀតហើយ លុយដែលខ្ញុំផ្ទេរទៅគ្រួសារបេក្នុងរយៈពេល3ឆ្នាំនេះ ជាងឆែនឯងមានន័យថាម៉េចលែងលះគ្នាហើយនៅចង់យកលុយមកធ្វើឲ្យបងស្រីខ្ញុំខ្ពើមទៀត លុយកក់ផ្ទះអ្នកឯងថ្លៃសិក្សានិងការរស់នៅរបស់បេរូហែនពេលរៀនអនុបណ្ឌិតហើយនឹងលុយដែលគ្រួសារអ្នកឯងតែងតែឲ្យខ្ញុំផ្ទេរសុទ្ធតែនៅទីនេះ ប្តីប្រពន្ធរស់នៅជាមួយគ្នាចាយលុយខ្លះមិនសមទេអីឥឡូវឯងគិតលុយមួយកាក់មួយសេនចង់ធ្វើឲ្យអ្នកណាខ្ពើម ខ្ញុំមិនបានប្រាប់ឲ្យអ្នកឯងសងទេ ជាងឆែនឥឡូវអ្នកយករបស់ទាំងនេះចេញមកចង់បញ្ជាក់ពីអ្វី បញ្ជាក់ថាខ្ញុំមិនមែនជាមនុស្សដែលពឹងផ្អែកលើគ្រួសារបេរបស់អ្នកទេ ជាងឆែនអ្នកភ្លេចហើយមែនទេខ្ញុំរៀបការជាមួយអ្នក3ឆ្នាំមនុស្សស្រីមាន3ឆ្នាំប៉ុន្មានដងខ្ញុំកំដរអ្នករស់នៅផ្ទះជួលបែបនេះកំដរអ្នកឆ្លងកាត់ជីវិតលំបាកបែបនេះខ្ញុំធ្លាប់គិតជាមួយអ្នកទេត្រូវហើយវ័យដ៏ល្អបំផុតរបស់រូហែនត្រូវចំណាយលើឯងអស់ហើយឯងនៅមានមុខយកកំណត់ត្រាផ្ទេរប្រាក់ប៉ុន្មានសន្លឹកនេះចេញមកទៀតបងស្រីខ្ញុំមើលទៅគេឃើញបងកំពុងតែមានបានទើបគេច្រណែន ខ្ញុំមិនដែលយករបស់ទាំងនេះមកខាត់អ្នកទេ ចុះឥឡូវអ្នកយកវាចេញមកធ្វើអីចង់ឲ្យខ្ញុំស្ដាយក្រោយ អ្វីដែលខ្ញុំទុកគឺជាភស្តុតាងមិនមែនអ្នកទេថ្ងៃក្រោយកុំនិយាយថាខ្ញុំជំពាក់គ្រួសារបេទៀតសោនៅលើតូវិកេបតកនៅលើតូយើងទូទាត់គ្នាហើយសួស្ដីអ្នកណាគេ សួស្ដីលោកជាងមែនទេ បាទគឺខ្ញុំ លោកជាងខ្ញុំជាសាច់ញាតិរបស់យាយហ្គែលិនឈ្មោះយាយណានសិងលោកយាយដឹងខ្លួនហើយចង់អរគុណលោកផ្ទាល់ថ្ងៃស្អែកលោកងាយស្រួលមកមន្ទីរពេទ្យទេ បាទថ្ងៃស្អែកខ្ញុំទៅសួស្ដីលោកយាយខ្ញុំគឺជាងឆែន ចូលមកលោកយាយតែងតែចង់ជួបលោក ក្មួយប្រុសម្សិលមិញក្មួយជាអ្នកជួយសង្គ្រោះយាយ ខ្ញុំគ្រាន់តែឃើញមានអ្វីមិនប្រក្រតីពេលដឹកថ្នាំក៏ទូរស័ព្ទឲ្យសង្គ្រោះបន្ទាន់លោកយាយកុំគិតថាវាជារឿងធំដុំអី បើគុំតែក្មួយរងចាំបន្តិចទៀតយាយក៏ប្រហែលជាមិនអាចទ្រាំដល់គ្រូពេទ្យមកដល់ដែរ ថ្នាំត្រូវតែប្រគល់ដល់ដៃអ្នកទទួលបើខ្ញុំទទួលការងារហើយខ្ញុំត្រូវតែបញ្ជាក់ថាលោកយាយទទួលបានវា នេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំនិងលោកយាយម្សិលមិញដោយសារតែរំខានការងារលោកហើយលោកក៏រត់ចុះរត់ឡើងសូមលោកទទួលយកវាទៅ មិនបាច់ទេថ្លៃដឹកជញ្ជូនការងារនោះគេទូទាត់រួចហើយ ម្សិលមិញប្រកាសជារំខានការងារលោកច្រើនហើយ ជួបហើយមិនអាចមិនខ្វល់ទេមនុស្សមិនអីគឺល្អជាងអ្វីទាំងអស់ ចឹងលោកយាយត្រូវតែអរគុណក្មួយហើយ លោកយាយថែរក្សាសុខភាពឲ្យបានល្អលើក្រោយត្រឡប់ទៅផ្ទះចាស់រៀបចំអីវ៉ាន់គួរតែមានអ្នកនៅក្បែរ ក្មួយនេះមកប្រដៅយាយទៅវិញ ខ្ញុំគ្រាន់តែរំលឹកធម្មតាប៉ុណ្ណោះ យប់មិញស្ដាប់សំឡេងលោកតាមទូរស័ព្ទដូចជាមិនសូវស្រួលសម្រាប់មិនបានល្អមែនទេ រឿងតូចតាចដោះស្រាយរួចរាល់ហើយ ណានស៊ីងមន្ទីរពេទ្យរញ៉េញ៉ៃណាស់មិនមែនជាកន្លែងនិយាយគ្នាទេចាំយាយចេញពីពេទ្យញ៉ាំបាយនៅផ្ទះឯងហើយសៀវជាងមកផង
លោកយាយជីមិនបាច់ទេខ្ញុំគ្រាន់តែយកថ្នាំមកឲ្យមិនបាច់រៀបចំធំដុំទេ លោកយាយហើយអ្នកមានគុណញ៉ាំបាយឯងនៅគិតថាពិបាកទៀតគ្រាន់តែញ៉ាំបាយមួយពេលមិនធ្វើឲ្យលោកពិបាកទេ បាទចាំលោកយាយចេញពីពេទ្យខ្ញុំនឹងទៅ ណានស៊ីងកំឡោះនេះមិនអន់ទេ លោកតើលោកមករកនរណាខ្ញុំឈ្មោះជាងឈិនលោកយាយជីហៅខ្ញុំមកញ៉ាំបាយតាមពិតគឺលោកជាងអគ្គនាយកជីបានប្រាប់ហើយបើលោកមកដល់ឲ្យចូលទៅតែម្ដងលោកជាងលោកស្រីចាស់កំពុងរងចាំលោកសូមអញ្ជើញមកតាមខ្ញុំ ជីកង់អគិសនីមកសោះថែមទាំងឲ្យមេការចេញមកទទួលទៀត សៀវជាងមកអង្គុយក្បែរយាយមក លោកយាយជីខ្ញុំអង្គុយទីនេះបានហើយ ឯងធ្លាប់ជួយសង្គ្រោះយាយនៅក្រែងចិត្តយាយទៀត នេះគឺជាអ្នកដឹកជញ្ជូនដែលបានជួយសង្គ្រោះម៉ាក់មែនទេគឺជាអ្នកមានគុណចាស់អ្នកមានគុណសៀវជាងឬថាឯងនៅរត់ដឹកអីវ៉ាន់មែនទេ បាទដឹកជញ្ជូនរថការជូនភ្ញៀវគឺទទួលទាំងអស់ ណានស៊ីងអាហារមួយពេលនេះរៀបចំបានធំដុំណាស់អគ្គនាយកជីលោកហ៊ឺបានតែមកសួរថាអាហារពេលល្ងាចនេះនៅដែរឬអត់យប់នេះឯងនៅតែទៅជួបភយន្តចឹងទៀតមិនទៅទេមិនទៅគ្រូសាហ៊ឺរៀបចំអាហាររួចរាល់ហើយឯងថាមិនទៅពិបាកមើលណាស់ពិបាកមើលក៏ហីទៅណានស៊ីងកុំនិយាយគំរោះគំរើយពេកហ៊ឺយន្តចឹងតាមញ៉ែឯងប៉ុន្មានឆ្នាំនេះគ្រូសាហ៊ឺក៏ព្រមជួយក្រុមហ៊ុនឯងត្រូវតែមានការពន្យល់ប្រាប់គេ នាងមិនចូលចិត្តតើត្រូវពន្យល់អ្វីទៀត បាក់កុំចេះតែអាណិតវាពេកវាក្មេងស្រីម្នាក់ឯងរ៉ាប់រងស៊ីងហាវក្បែរខ្លួនគ្មានមនុស្សប្រុសតើកើតយ៉ាងម៉េចអ៊ំស្រីទី2ថ្ងៃនេះជាកម្មវិធីជួបជុំគ្រួសារអបអរលោកយាយចេញពីពេទ្យខ្ញុំក៏ដើម្បីគ្រួសារនេះដែរតបទៅគ្រួសារហ៊ឺវិញយប់នេះមិនបាច់ចាំទេឯងយកលេសអីទៅតុកខ្ញុំមានសង្សារហើយ គឺជាងឈិនក្មេងនេះមិនប្រាប់ឲ្យលឿនមក អគ្គនាយកជីពាក្យនេះមិនអាចចេះតែនិយាយទេ កុំតន់អើហែកកេកខ្ញុំ មនុស្សចាស់នឹងគិតថាមែនទែនហើយ ខ្ញុំដឹងហើយគ្រាន់តែបាយមួយពេលនេះសង្សារណានស៊ីងបើឯងចង់បដិសេធគ្រួសារហ៊ឺក៏គួរតែរកអ្នកដែលសមរម្យបន្តិចដែរសៀវជាងខ្ញុំមិនមែនមើលងាយឯងទេ ពឹងកម្លាំងខ្លួនឯងរកស៊ីមិនគួរឲ្យខ្មាស់គេទេ គឺមិនគួរឲ្យខ្មាស់គេទេតែណានស៊ីងមិនមែនជាក្មេងស្រីធម្មតាទេអ្វីដែលនាងត្រូវការគឺមនុស្សដែលអាចជួយលើកមុខមាត់នាងបាន ចុះអំបញ្ញមិញពេលនាងថាមិនទៅមិនក៏អ្នកមីងមិនជួយនិយាយការពារនាងម្ដងមើលទៅក្រុមហ៊ុនត្រូវការមនុស្សតែតាំងពីដើមដល់ចប់គ្មានអ្នកណាសួរគាត់ថាចង់ទៅឬអត់ទេបើគាត់ព្រមទៅខ្ញុំមិននិយាយមួយម៉ាត់ទេគាត់មិនព្រមមុខមាត់អ្នកណាក៏មិនគួរមកសង្កត់លើក្បាលគាត់ដែរ ឯងជាអ្នកក្រៅហ៊ានមកបង្រៀនគ្រួសារយាយទៀត ខ្ញុំជាអ្នកក្រៅអត់អំបញ្ញមិញលោកយាយមិនបានសួរហើយទេលោកប្រធានយាយលោកហ៊ីមកដល់មាត់ទ្វារហើយលោកយាយថាលោកយាយចេញពីមន្ទីរពេទ្យខ្ញុំមកសួរសុខទុក្ខមិនរំខានទេដឹង បាយចិត្តញ៉ាំអស់ទៅហើយឯងគិតមើលទៅ ទើបមកដល់មាត់ទ្វារឬខាងក្នុងនិយាយថាណែនខេងមានមិត្តប្រុសលោកនេះគឺ ហ៊ីយ៉នឆេងលោកមកមិនចំពេទេ ដើមឡើយខ្ញុំមកទទួលនាងទៅញ៉ាំអីឥឡូវថានាងមានមិត្តប្រុសពិតណាស់ត្រូវតែអបអរសាទរផ្ទាល់ យ៉នឆេងកុំយល់ច្រឡំអីពួកយើងក៏ទើបតែដឹងដែរ លោកជាងនិងណែនឆេងស្គាល់គ្នាយូរប៉ុណ្ណាហើយគឺមិនយូរទេចឹងប្រហែលជាមិនទាន់ស្គាល់ណែនខេងច្បាស់ទេនាងក្រពះមិនល្អពេលធ្វើការមិនញ៉ាំបាយទេនាងមិនចូលចិត្តរបស់ផ្អែមកាហ្វេផឹកតែ Ice Americano ទេមុនពេលប្រជុំនាងមិនចូលចិត្តឲ្យអ្នកណាកាប់ផ្ដាច់នាងទេ គ្រប់គ្រាន់ហើយ ខ្ញុំគ្រាន់តែខ្លាចលោកជាងមើលថែនាងមិនបានល្អលោកចាំរឿងទាំងនេះនាងប្រកាសជាត្រូវទៅជាមួយលោកមែនទេអំបញ្ញមិញនាងថាមិនទៅខ្ញុំរហើយលោកក៏ដែរនាងឲ្យខ្ញុំអង្គុយនៅទីនេះខ្ញុំមិនអាចធ្វើពុតជាមនុស្សទេលោកជាងពូកែនិយាយមែនខ្ញុំមិនសូវចេះនិយាយដឹងត្រឹមថារឿងដែលនាងមិនព្រមអ្នកណាក៏មិនអាចបង្ខំបានដែរណែនខេងថ្ងៃស្អែកលោកយាយទៅពិនិត្យសុខភាពខ្ញុំឲ្យគេរៀបចំរួចហើយនាងប្រហែលជាមិនបដិសេធសំបីតែរឿងនេះទេដឹង ខ្ញុំនឹងរៀបចំខ្លួនឯង បើឯងមានចិត្តតម្លឹងថ្ងៃស្អែកទៅជាមួយគ្នាទៅនិយាយឲ្យច្បាស់កុំឲ្យថ្ងៃក្រោយចេះតែមានអ្នកសម្រេចចិត្តជំនួសណែនឆេងទៀត លោកយាយទៅចេញពីមន្ទីរពេទ្យការថែទាំបន្តត្រូវល្អិតល្អន់បន្តិចខ្ញុំធ្វើតារាងប្រើប្រាស់ថ្នាំនិងអាហារបំពន់ប្រចាំថ្ងៃតាមបំណងលោកហ៊ី អ្នកណាឲ្យលោកធ្វើ លោកយាយមានអាយុច្រើនហើយពឹងតែនាងម្នាក់ឯងមើលខ្ញុំមិនទុកចិត្តទេ មិនបាច់ឯងខ្វល់ទេខ្ញុំមិនទាន់វង្វេងដល់ថ្នាក់ញ៉ាំថ្នាំក៏ត្រូវឲ្យអ្នកដទៃសម្រេចចិត្តជំនួសដែរ មានរឿងអី ថ្នាំខ្ញុំមិនយល់ក៏មិនហ៊ាននិយាយផ្ដេសផ្ដាសដែរតែចំណាំនេះបិទលើថង់ខ្ញុំជូនថ្នាំរាល់ថ្ងៃត្រូវតែមើលទើបត្រូវផ្ទៀងផ្ទាត់សិនថង់ថ្នាំនេះពីមុនខ្ញុំធ្លាប់ជូនស្រដៀងគ្នានេះ
លើថងសរសេរថាញ៉ាំបំបែកគ្នាតាមវិជ្ជាបញ្ជាពេទ្យតែតារាងនេះបែរជារៀបរបស់ប៉ុន្មានមុខចូលគ្នាខ្ញុំខ្លាចលោកយាយញ៉ាំខុសលោកយាយរត់ការថ្នាំប៉ុន្មានថ្ងៃហ៊ានសង្ស័យគម្រោងជំនាញហើយខ្ញុំមិនមែនសង្ស័យអ្នកណាទេខ្ញុំខ្លាចលោកយាយញ៉ាំខុសឈប់សិនអ្នកគ្រប់គ្រងថតរូបថ្នាំនិងបញ្ជីទុកខ្ញុំតាក់ទងមន្ទីរពេទ្យផ្ទៀងផ្ទាត់ឥឡូវនេះបាទលោកប្រធានយាយឈៀវជាងឯងពិតជាល្អិតល្អន់មែនលោកយាយអ្នកជូនថ្នាំមិនអាចសំបីតែអក្សរលើថងក៏មិនមើលនោះទេហ៊ីយ៉នសេងសុខភាពលោកយាយមិនមែនជាកន្លែងឲ្យលោកបញ្ចេញមុខមាត់ទេណែនខេងខ្ញុំគ្រាន់តែចង់ធ្វើរឿងឲ្យបានល្អិតល្អន់ភាពល្អិតល្អន់ដែលលោកថានោះគឺរៀបចំមុនទើបប្រាប់ខ្ញុំតាមក្រោយលោកយាយគ្រាន់តែរំលឹកលោកត្រូវតែលុបចោលការរៀបចំទាំងអស់គាត់រំលឹកពីថ្នាំរបស់លោកយាយលោកខ្វល់តែពីមុខមាត់ខ្លួនឯងលោកយាយខាង Shen ដងទូរស័ព្ទមកថាការប្រជុំក្រុមប្រឹក្សាភិបាលរសៀលនេះត្រូវពិភាក្សាឡើងវិញពីកិច្ចសហប្រតិបត្តិការជាមួយគ្រូសាហ៊ីយកក្រុមហ៊ុនមកគំរាមខ្ញុំលោកយាយកុំបារម្ភរឿងក្រុមហ៊ុនខ្ញុំនឹងចាត់ចែងឯងត្រឡប់ទៅប្រាប់គ្រូសាហ៊ីវិញទៅណែនឆេងមិនមែនជាកូនអុករបស់គ្រូសាណាទេលោកយាយយកច្រឡំហើយគ្រូសាហ៊ីមិនដែលគិតចង់បង្ខំណែនឆេងទេអញ្ចឹងគុំយកលក្ខខណ្ឌដែលនាងមិនងាយបដិសេធមកនិយាយលោកជាងឥឡូវនេះលោកកំពុងនិយាយក្នុងនាមជាអ្វីគ្រាន់តែពឹងផ្អែកលើការដែលលោកហ៊ាននិយាយការពិតជំនួសណែនឆេងថ្ងៃនេះខ្ញុំរងចាំណែនឆេងគិតច្បាស់សិនបានហើយណែនឆេងលាក់បាំងបានល្អណាស់លោកយាយឈៀវជាងឯងនិយាយការពិតប្រាប់លោកយាយមកតើពួកឯងត្រូវគ្នាពីពេលណាលោកយាយពួកយើងមិនយូរប៉ុន្មានទេបានហើយណែនឆេងលាក់បាំងបានល្អណាស់លោកយាយឈៀវជាងឯងនិយាយការពិតប្រាប់លោកយាយមកតើពួកឯងត្រូវគ្នាពីពេលណាលោកយាយពួកយើងមិនយូរប៉ុន្មានទេខ្ញុំសួរឈៀវជាងតើឯងប្រញាប់ធ្វើអ្វីពិតជាមិនយូរប៉ុន្មានមែនមិនយូរប៉ុន្មានក៏សុកចិត្តចេញមុខការពីឯងទល់នឹងគ្រូសាហ៊ីដែរណែនឆេងកំឡោះម្នាក់នេះពូកែជាងអ្នកដែលឯងរឹងរូសចង់បានទៅទៀតលោកយាយទើបតែចេញពីមន្ទីរពេទ្យកុំបារម្ភច្រើនពេកអីលោកយាយចូលចិត្តលាក់ទុកម្នាក់ឯងមានអ្នកណាល្អចំពោះលោកយាយក៏មិនព្រមប្រាប់លោកយាយមួយម៉ាត់ដែរលោកយាយមិនបង្ខំឲ្យឯងរៀបការទេលោកយាយគ្រាន់តែចង់ឃើញមានអ្នកណាស្មោះត្រង់នៅក្បែរឯងឈៀវជាងណែនឆេងមានចរិតរឹងរូសមាត់ក៏រឹងបើថ្ងៃណាមួយនាងនិយាយមិនពីរោះកុំប្រកាន់នាងអីលោកយាយថ្ងៃនេះនាងពិបាកគ្រប់គ្រាន់ហើយមើលចុះនៅការពីទៀតលោកយាយគួរតែសម្រាកហើយណែនឆេងកុំគិតច្រើនពីរឿងគ្រូសាហ៊ីនិងក្រុមប្រឹក្សាភិបាលអីមនុស្សត្រូវហើយសំខាន់ជាងអ្វីទាំងអស់រឿងថ្ងៃនេះអរគុណហើយមិនបាច់អរគុណទេនាងធ្លាប់និយាយហើយគ្រាន់តែជួយបិទបាំងបណ្ដោះអាសន្នប៉ុណ្ណោះតែលោកយាយជឿហើយថ្ងៃនេះគាត់សប្បាយចិត្តណាស់គ្រូពេទ្យប្រាប់ថាគាត់មិនអាចទទួលរងការប៉ះទង្គិចផ្លូវចិត្តទៀតទេខាងគ្រូសាហ៊ីក៏មិនព្រមឈប់ដែរអញ្ចឹងគិតយ៉ាងម៉េចកិច្ចសន្យារៀបការកន្លះឆ្នាំសហការគ្នាតែនៅមុខអ្នកក្រៅប៉ុណ្ណោះចាំសុខភាពលោកយាយមានស្ថិរភាពខ្ញុំនឹងពន្យល់គាត់ដោយផ្ទាល់ខ្ញុំដឹងថាសំណើនេះហួសហេតុពេកលោកអាចបដិសេធបានល្អខ្ញុំយល់ព្រមលោកនៅមានរបស់ប៉ុន្មានមុខទៀតនៅកន្លែងខ្ញុំយប់ស្អែកពិធីជប់លៀងខួបកំណើតខ្ញុំឆ្លងកាត់មកយកទៅទុកនៅមាត់ទ្វារទៅខ្ញុំទៅយកមាត់ទ្វារជាងឆែនរបស់ចាស់ប៉ុន្មានមុខនោះនៅចង់ឲ្យខ្ញុំរៀបចំកន្លែងឲ្យលោកទៀតយប់ស្អែកនៅសន្តាគារបុយបើលោកចង់បានមកយកខ្លួនឯងទៅបើមិនចង់បានខ្ញុំនឹងចាត់ទុកជាសម្រាមបោះចោលហើយផ្ញើអាសយដ្ឋានមកខ្ញុំយីហ៊ានមកមែនតើរបស់ខ្ញុំនៅណាគ្រាន់តែចូលទ្វារក៏ទាររបស់បាត់ទៅហើយជាងឆែនថ្ងៃនេះថ្ងៃកំណើតខ្ញុំក្នុងទូរស័ព្ទគឺនាងឲ្យខ្ញុំមកយកថ្ងៃកំណើតរូលែនលោកមកដោយដៃទេមានតែរបស់របរទេជាងឆែនឥឡូវនេះលោកសំបីតែពាក្យគួរសមក៏មិនចេះនិយាយដែរខ្ញុំមិនបាននិយាយថាមកញ៉ាំបាយទេចុះលោកមកសន្តាគារធ្វើអីឃើញបងស្រីខ្ញុំរស់នៅបានល្អជាងលោកក្នុងចិត្តពិបាកទទួលយកមែនទេជាងឆែនលែងលះគ្នាហើយកុំធ្វើឲ្យមើលទៅអាក្រក់មើលពេកហើយលោកមកគឺចង់ចាត់ចែងរបស់ចាស់ទាំងនោះឲ្យស្អាតចឹងយករបស់ខ្ញុំមកឲ្យខ្ញុំទៅហើយម្នាក់នេះគឺជាអតីតស្វាមីរបស់ Roland មែនទេមែនហើយបងខេនគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនម្នាក់ពីមុនពឹងផ្អែកលើបងស្រីខ្ញុំលែងលះហើយនៅតែមិនដាច់អាឡ័យទៀតមនុស្សប្រុសលែងលះសំខាន់បំផុតគឺកិត្តិយសតាមរំខានអតីតប្រពន្ធគ្រាន់តែធ្វើឲ្យគេមើលងាយប៉ុណ្ណោះលោកខេនយកច្រឡំហើយគឺនាងឲ្យខ្ញុំមកយករបស់ជាងឆែនលោកចង់និយាយរឿងទាំងនេះនៅថ្ងៃកំណើតខ្ញុំមែនទេគាត់គ្រាន់តែមិនចង់ឃើញនាងបានល្អទេ Roland កុំខ្វល់ពីគាត់របស់នៅទីនេះខោអាវរហែកប៉ុន្មានកំភ្លេជាងឆែនលោកពិតជាពូកែមែនរបស់ប៉ុណ្ណឹងសោះក៏ខំមកយកដែរប្រញាប់ធ្វើអីជូនស្រាមួយកែវដល់បងស្រីខ្ញុំជូនពោនាងឲ្យរស់នៅកាន់តែល្អទៅឈប់ទៅជាយន្តបើមនុស្សគ្មានចិត្តជូនស្រាក៏គ្មានន័យដែរក៏មែនបងថ្លៃមិនមែនទេបងថេននិយាយត្រូវ
ពេលវូលិននេះជាគោលបំណងដែលនាងហៅខ្ញុំមកមែនទេ ជាងឆែនខ្ញុំគ្រាន់តែចង់ឲ្យលោកយល់ថាមនុស្សលែងលះហើយកុំចេះតែងាកក្រោយមើលលោកណែណា សន្តាគារ ខ្ញុំនៅខាងក្រោមសន្តាគារឃើញម៉ូតូអគ្គិសនីរបស់លោកហើយ យីអ្នកណាគេមិនមែនជាក្រុមហ៊ុនប្រញាប់ឲ្យលោកទៅដឹកអីវ៉ាន់ទេដឹង នេះជាអ្នកណាមិនក៏មើលទៅធ្លាប់ឃើញម្លេះជាងឆែនសម្បត្តិលែងលះមិនទាន់ក្តៅផងលោករកអ្នកមកទទួលលោកហើយមិនចម្លែកទេដែលថ្ងៃនេះមានភាពក្លាហានតាមពិតគឺមានអ្នកគ្រប់គ្រងសោះមិនមែននិយាយគ្នាហើយថាខ្ញុំមកទទួលលោកទេអីពួកគេឲ្យលោកមកយករបស់នេះអ្នកនាងប្រហែលជាអ្នកមិនដឹងទេគាត់ទៅតែលែងលះគ្មានអ្វីទាំងអស់បើអ្នកគ្រាន់តែចង់សាកល្បងល្អបំផុតគួរតែស៊ើបសួរឲ្យច្បាស់សិន រូឡែនកុំនិយាយទៀត មានរឿងអីខ្ញុំនិយាយខុសមែនទេ អគ្គនាយកយេរូឡែនមិនដឹងរឿងខ្ញុំសុំទោសជំនួសនាង អគ្គនាយកយេអគ្គនាយកយេមួយណា ក្រុមហ៊ុនឆេងហែនជេណែនឆេង អគ្គនាយកយេរបស់ឆេងនោះ ហើយឆេងនៅមានជេណែនឆេងទី2ទៀតមែនទេ មិនអាចទេជាងឆែនមិនក៏ស្គាល់នាង តើចំណាំមនុស្សខុសទេគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនម្នាក់តើមានសមត្ថភាពឯណាទៅស្គាល់អគ្គនាយកយេពិតមាត់ ប្តីសម្លាញ់យើងទៅនាងនឹងជាងឆែនតាមពិតមានទំនាក់ទំនងអ្វីនឹងគ្នាពួកគេហៅលោកមកគឺដើម្បីបោះរបស់ទាំងនេះឲ្យលោកមែនទេ បេរូឡែននិយាយថាមានរបស់ចាស់ពីរបីកំ pl បើមិនយកទេនឹងបោះចោល លោកពិតជាមកម្នាក់ឯងមែន ខ្ញុំស្មានថាយកហើយអាចទៅបានមិននឹកស្មានថាពួកគេហៅខ្ញុំចូលក្នុងបន្ទប់ជប់លៀង ឲ្យលោកជូនស្រារបស់យកបានហើយ ខ្ញុំមកដល់ហើយ អញ្ចឹងត្រឹមនេះចុះរឿងគ្រួសារបេយប់នេះចប់ហើយ អំបញ្ញមិញនៅខាងក្នុងនាងនិយាយថាខ្ញុំជាប្តីនាង កិច្ចសន្យារៀបការមិនមែននិយាយគ្នារួចតាំងពីយូរហើយទេអីខ្ញុំគ្រាន់តែប្រាប់លទ្ធផលទៅពួកគេមុនប៉ុណ្ណោះស្អែកម៉ោង 9 ព្រឹកជួបគ្នានៅការិយាល័យអត្រានុកូលដ្ឋាន បាទ យកឯកសារមកឲ្យគ្រប់គុំយឺតឲ្យសោះ មិនយឺតទេ នៅមានទៀតយប់នេះគុំត្រឡប់ទៅសាលសន្និសេសវិញអី ស្អែកជួបគ្នា ស្ដាយក្រោយមែនទេ អត់ទេគ្រាន់តែមានអារម្មណ៍ថាគ្រប់យ៉ាងដូចជាសុបិនអញ្ចឹង ពេលនេះចង់បដូរចិត្តក៏មិនទាន់ដែរ ប្រធានយាយនៅចេះនិយាយលេងសើចទៀត សម្រាប់តែមនុស្សខ្លួនឯងទេជាងឆែនពួកឯងនៅសំដែងទៀតហោះ ប្រធានយាយរឿងបែបនេះមិនបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរ មើលច្បាស់ហើយឬនៅមិនអាចទេមិនក៏ឯងអាចរៀបការជាមួយគេទៅរួច ពេលវូលិនថ្ងៃដែលខ្ញុំលេងលះនាងមិនមែននិយាយថាផ្លូវអ្នកណាអ្នកនឹងដល់ទេអីអញ្ចឹងកុំមកខ្វល់ថាខ្ញុំទៅណាទៀត លោកថេនមើលមនុស្សនៅក្បែរលោកឲ្យបានល្អលើកក្រោយបើមករារាំងប្តីខ្ញុំទៀតកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យលោក លោកខេនកម្មវិធីនឹងចាប់ផ្ដើមនៅ10នាទីទៀតសូមអ្នកទាំងពីររងចាំនៅទីនេះបន្តិចសិន ប្រធានយាយខ្ញុំរងចាំ នាងពិតជាហ៊ាននាំជាងឆែនមកក្រុមហ៊ុនមែន យកសម្បត្តិអាពីពីពីជារឿងមួយតែអាចចូលឆេងហេបានឬអត់ជារឿងមួយផ្សេងទៀត ប្រធានយាយលោកម្នាក់នេះគឺចំណាំទុកទៅជាងឆែនជាប្តីរបស់ខ្ញុំចាស់ប្រធានយាយខ្ញុំនឹងបញ្ចូលទិន្នន័យគាត់ភ្លាមថ្ងៃក្រោយគាត់មកឆេងហេមិនបាច់ណាត់ទុកមិនបាច់ខាត់ទេ លោកយាយមិនបាច់គួរសំទេជារឿងដែលគួរធ្វើ ជាងឆែនពីមុនឯងមកកន្លែងបែបនេះសុទ្ធតែមកដឹកអីវ៉ាន់ទេ នោះក៏ជាសមត្ថភាពរបស់ខ្ញុំដែរ ប្រធានយាយរឿងធំបែបនេះពិតជាតក់ក្រហល់មែន រឿងគ្រួសារខ្ញុំមិនបាច់រាយការណ៍ប្រាប់ដៃគូសហការមុនទេតោះ ប្រធានយាយព័ត៌មានបែកធ្លីហើយ ប្រធានយាយពាក្យចាំអារ៉ាមនេះប៉ះពាល់ដល់ឆេងហេមិនតិចទេតើគួរឲ្យលោកយ៉ែងកិច្ចមុខសិនទេខ្ញុំកិច្ចមុខអ្នកបង្កើតពាក្យចាំអារ៉ាមនឹងបញ្ឈប់សកម្មភាព
ជាងឆែនបើអញពិតជាសង្ឃឹមល្អចំពោះប្រធានយេមែនកុំបណ្ដោយឲ្យនាងត្រូវគេសើចចំអកដោយសារតែអញអីកញ្ញាបេនាងយកចិត្តទុកដាក់នឹងអាពាហ៍ពិពាហ៍ខ្ញុំម្លេះអញ្ចឹងគួរតែយកចិត្តទុកដាក់ដែរថាព័ត៌មាននេះចេញពីអ្នកណាអត្ថបទនេះគឺគេនិយាយថាថ្ងៃដែលយកថ្នាំទៅផ្ទះចាស់ថាខ្ញុំមានចិត្តណាចាំនៅមាត់ទ្វារ លោកគិតដល់រឿងអី ការបញ្ជាទិញការហៅទូរស័ព្ទនិងផ្លូវធ្វើដំណើរនៅថ្ងៃនោះសុទ្ធតែមានកំណត់ត្រាថាខ្ញុំមានចិត្តនីលអត់គ្រាន់តែឆែកមើលទៅដឹងហើយលោកជាងការបញ្ជាទិញអាហារមួយអាចបញ្ជាក់ពីអ្វីបានបញ្ជាក់ថាថ្ងៃនោះខ្ញុំទៅទីនោះដោយសារទទួលការបញ្ជាទិញក៏បញ្ជាក់ដែរថាមានអ្នកសំបីតែពេលដែលខ្ញុំជួយសង្គ្រោះមនុស្សក៏អាចប្រឌិតបានដែរលើកនេះលោកមិនបាច់រងការជេរប្រមាថតែម្នាក់ឯងទេរៀបចំផុសតាងរសៀលនេះនឹងបង្ហាញជាសាធារណៈម៉ោងបញ្ជូនការបញ្ជាទិញម៉ោងទទួលការបញ្ជាទិញម៉ោងទៅដល់បូរីអែនសុទ្ធតែត្រូវគ្នាលោកយេងមិនបានទៅចាំនៅទីនោះមុនទេនេះគ្រាន់តែអាចបញ្ជាក់ថាគាត់បានទទួលការបញ្ជាទិញប៉ុណ្ណោះត្រូវហើយខ្ញុំគ្រាន់តែទទួលការបញ្ជាទិញបូរីចាស់នោះមានការបញ្ជាទិញតិចមានអ្នកទទួលជាន់ខ្ពស់អំពូលខូចអាសៀថានៅញ៉ៃញ៉ៃថ្ងៃនោះខ្ញុំគោះទ្វារច្រើនដងទើបដឹងថាលោកយាយយាយដួលនៅខាងក្នុងអញ្ចឹងលោកមិនបានរៀបចំផែនការលើលោកយាយខ្ញុំទេគឺបានជួយសង្គ្រោះគាត់ខ្ញុំគ្រាន់តែមិនបានដាក់ថ្នាំនៅមាត់ទ្វារហើយដើរចេញការបញ្ជាទិញបែបនេះ platform មិនតម្រូវឲ្យចាំយូរបែបនេះទេមែនទេគឺមិនតម្រូវទេតែបើមិនមែនបាយត្រជាក់ហើយកម្ដៅវិញទេបញ្ជូនខុសមួយជំហានអាចនឹងប៉ះពាល់ដល់អាយុជីវិតអគ្គនាយកយាយបញ្ហាការបញ្ជាទិញនៅបូរីចាស់ដែលលោកជាងទើបតែលើកឡើងគឺស្រដៀងនឹងការអនុវត្តចុងក្រោយដែលគម្រោងយើងកំពុងដោះស្រាយអញ្ចឹងសូមឲ្យគាត់និយាយមកខ្ញុំលោកធ្លាប់រត់ការអ្នកផ្សេងគ្រាន់តែធ្លាប់មើលរបាយការណ៍ខ្ញុំអាចនិយាយបានតែអ្វីដែលខ្ញុំធ្លាប់ឃើញប៉ុណ្ណោះច្រកទ្វារមួយណាមិនឲ្យចូលអគារមួយណាជណ្ដើរយន្តយឺតផ្លូវមួយណានៅពេលរសៀលស្ទះកន្លះម៉ោងទាំងនេះមិនមាននៅលើតារាងទេតែអ្នកដឹកជញ្ជូនចំណាយពេលរាល់ថ្ងៃនៅទីនោះគ្រប់គ្រាន់ហើយសម្បត្តិអាពាហ៍ពិពាហ៍ក៏យកហើយនៅគេងបែកបន្ទប់ទៀតមិនសមសោះលោកយាយជាងឆេងរវល់ការងារទោះរវល់យ៉ាងណាក៏ត្រូវមានគ្រួសារដែរបន្ទប់របស់អ្នកនាងណែនសេងគឺរៀបចំរួចរាល់ហើយឈៀវជាងបើចៅមិនពេញចិត្តលោកយាយមិនបង្ខំចៅទេលោកយាយមិនមែនមិនពេញចិត្តទេគឺខ្លាចរំខានមនុស្សមួយគ្រួសារមានការរំខានអីច្រើនម្ល៉េះបាទស្ដាប់តាមលោកយាយខ្វះអីប្រាប់អ្នកគ្រប់គ្រងផ្ទះទៅខ្វះអីខ្ញុំនឹងប្រាប់លោកមិនក្រែងចិត្តសោះចូលមកនៅគឺដើម្បីឲ្យលោកយាយស្ងប់ចិត្តមិនមែនមករំខាននាងទេអញ្ចឹងខ្ញុំគេងផ្ទាល់ដីយើងទាំងពីរនឹងមានសេរីភាពលោកចេះរៀបចំច្បាស់លាស់ណាស់កិច្ចសន្យាគឺកិច្ចសន្យាការធ្វើជាមនុស្សគឺការធ្វើជាមនុស្សអញ្ចឹងលោកសុកចិត្តគេងផ្ទាល់ដីមិនមែនតូចចិត្តទេនាងជាមនុស្សស្រីខ្ញុំគួរតែជៀសវាងតែនាងកុំបារម្ភបើមានរឿងមែនខ្ញុំមិនកិច្ចទេចាំពាក្យលោកមួយឃ្លានេះចុះយប់មិញលោកមិនបានយករបស់ចេញមកទេចាំរត់ម៉ូតូដប់ចប់សិនចាំនិយាយគ្នាទៀតទុកអាថ្មីសិនទៅខ្ញុំពាក់អាវខ្លួនឯងរត់ម៉ូតូដប់ស្រួលជាងរបស់រៀបចំទុកនឹងគឺសម្រាប់ឲ្យលោកប្រើនឹងហើយខ្ញុំដឹងពេលត្រូវប្រើខ្ញុំមិនក្រែងចិត្តទេចុះមិនក៏លោកចេញក្រៅពីព្រលឹមម្លេះម៉ូតូដប់នៅតែត្រូវរត់រៀបការតាមកិច្ចសន្យាមិនមែនមានន័យថាខ្ញុំពឹងឲ្យនាងចិញ្ចឹមទេគ្មានអ្នកណានិយាយថាលោកពឹងឲ្យខ្ញុំចិញ្ចឹមទេតែពេលនេះលោកស្នាក់នៅទីនេះរបស់ដែលគួរមានគឺត្រូវតែមានបើមិនចូលចិត្តអាចដូរបានអូខេយប់ត្រឡប់មកវិញចាំលបងមើលជាងឈិនតាមពិតលោកពូកែធ្វើឲ្យគេខឹងណាស់ទើបតែដឹងមែនទេទៅរត់ម៉ូតូដប់របស់លោកទៅបើលោកពិតជាមានអារម្មណ៍ថាមិនស្រួលចិត្តមែនត្រូវមើលថែខ្លួនឯងឲ្យបានល្អកុំឲ្យលោកយាយមើលដឹងហើយមករករឿងខ្ញុំទៀតជាងឈិនមើលទៅលោកជាងក្រោយរៀបការក៏ឧស្សាហ៍ដែររៀបការចូលគ្រួសារជីហើយនៅតែដឹកជញ្ជូនអាហារទៀតខ្ញុំពឹងលើរបរនេះដើម្បីចិញ្ចឹមក្រពះមិនខ្មាស់គេទេមិនខ្មាស់គេទេគ្រាន់តែមុខមាត់អគ្គនាយកជីរៀងអាក្រក់មើលបន្តិចលោកជាងអ្នកទាំងអស់គ្នាកំពុងរងចាំលោកទីប្រឹក្សាជាងផែនទីផ្លូវតំបន់ពាណិជ្ជកម្មកាលពីម្សិលមិញនៅខ្វះការបញ្ជាក់ពីលោកមួយម៉ាត់ទៀតផ្លូវឆ្ពោះទៅក្រោយម៉ោងចរាចរណ៍មីញឹកនោះពួកយើងគ្មានអ្នកណាធ្លាប់រត់ផ្ទាល់ទេពាក់អាវបែបនេះគាត់មកប្រជុំមែនទេ
ថ្ងៃនេះអ្នកដែលរងចាំគឺគាត់ផ្លូវដែលពួកអ្នកមិនធ្លាប់រត់គាត់ធ្លាប់រត់ ខ្ញុំពាក់អាវបែបនេះអាចចូលបានទេ មិនបាច់ដូរទេថ្ងៃនេះអ្វីដែលត្រូវការគឺរបស់ដែលរត់ចេញពីអាវមួយកំ pl នេះ នាងយល់ពីរឿងទាំងនេះតាំងពីពេលណា ខ្ញុំចេះរហូតមកគ្រាន់តែលោកមិនដែលសួរ ចុះម៉េចក៏នាងមិនប្រាប់ ខ្ញុំធ្លាប់ប្រាប់ហើយលោកថាខ្មាស់គេ ណានស៊ីងគ្រូសាហ៊ឺនិងស៊ីងហាវសហការគ្នាច្រើនឆ្នាំមកហើយខ្ញុំតែងតែគិតថារវាងពួកយើងមិនត្រូវការអ្នកក្រៅលោកដៃទេ សហការគឺសហការអាពាហ៍ពិពាហ៍របស់ខ្ញុំមិនមែនគ្រួសារហ៊ឺជាអ្នកគ្រប់គ្រងទេ លោកជាងលោកពិតជាគិតថាខ្លួនឯងអាចជួយនាងបានមែនទេឬថាពីមុនរត់ម៉ូតូដប់មែនទេ មែនហើយអគ្គនាយកជីទោះជារឹងរូសយ៉ាងណាក៏មិនអាចយកអាពាហ៍ពិពាហ៍មកលេងសើចបែបនេះដែរយន្តចឹងនិយាយត្រង់តែវាក៏ជាការពិតកន្លែងនៅក្បែរណានស៊ីងមិនមែនអ្នកណាក៏អាចអង្គុយបានរឹងមាំទេ ឲ្យតែនាងយល់ព្រមគ្រូសាហ៊ឺអាចជួយនាងចូលក្រុមប្រឹក្សាភិបាលភ្លាមសម្ដីគ្រូសាហ៊ឺនេះមានទម្ងន់មិនស្រាលទេ អគ្គនាយកជីបើឆ្លាតមែនគួរតែដឹងថាត្រូវជ្រើសរើសយ៉ាងម៉េច នាងធ្លាប់និយាយថាមិនត្រូវការទេឯងជាស្អីគេ គាត់ជាប្តីរបស់ខ្ញុំ នាងពិតជាចង់ដើម្បីគេបិទផ្លូវគ្រូសាហ៊ឺមែនទេ ផ្លូវគឺលោកយកមកគំរាមខ្ញុំខ្លួនឯងទេ ខ្ញុំរងចាំនាងច្រើនឆ្នាំយ៉ាងនេះចុងក្រោយចាញ់អ្នកដែលនាងទើបតែស្គាល់មិនបានប៉ុន្មាន មនោសញ្ចេតនាមិនមែនជាការតម្រង់ជួរទេលោករងចាំយូរប៉ុណ្ណាក៏មិនអាចជ្រើសរើសជំនួសខ្ញុំបានដែរ ប្តីសម្លាញ់ ជីណានស៊ីងឯងពិតជាហ៊ានឲ្យគេឆែកមែនទេគួរឲ្យចាប់អារម្មណ៍ណាស់ពួកឯងស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផងក៏រៀបការនរណាជឿទៅ មែនហើយនេះវាលឿនពេកហើយជាងឈិនពីមុនសំបីតែសាច់ញាតិផ្ទះខ្ញុំក៏ឯងទប់ទល់មិនបានផងឥឡូវឲ្យគ្រប់គ្នាជឿថាឯងជាប្តីប្រធានជីឯងនិយាយពីម៉ាត់មើលខ្ញុំគ្រាន់តែចង់ស្ដាប់គាត់និយាយដោយខ្លួនឯងប៉ុណ្ណោះ ជឿមិនជឿជារឿងរបស់នាង គឺយន្តចឹងលោកតែងតែនិយាយថាខ្លួនឯងយល់ពីខ្ញុំអញ្ចឹងលោកគួរតែដឹងខ្ញុំស្អប់បំផុតពេលមានគេមកបង្ខំខ្ញុំ ខ្ញុំកំពុងតែជួយនាង លោកកំពុងតែសម្រេចចិត្តជំនួសខ្ញុំជ្រើសរើសជាងឈិនមិនមែនដើម្បីបញ្ជូសនរណាទេគឺដោយសារតែគាត់មិនដែលចាត់ទុកខ្ញុំជាកូនអុក នាងពិតជាជ្រើសរើសគេមែនណានស៊ីងនាងនឹងស្ដាយក្រោយ នោះក៏ជារឿងរបស់ខ្ញុំដែរមិនរំខានលោកបារម្ភទេ នាងនិយាយដល់ថ្នាក់នេះទៅហើយគ្រូសាត្រកូលហ៊ឺនឹងមករកនាងមិនខាន ខ្ញុំនិយាយការពិត បើគេមករកនាងមែនខ្ញុំនឹងរងនៅខាងមុខ អញ្ចឹងក៏ឈរទៅ ខ្ញុំមិនមានបំណងថយទេយ៉ាងហោចណាស់យប់នេះមិនថយទេ ទីប្រឹក្សាជាងផ្លូវនេះកែតាមលោកនិយាយរួចរាល់ហើយឥឡូវសំបីតែផ្លូវក៏ស្ដាប់តាមគេដែរ គិតតំបន់លំនៅឋានចាស់និងតំបន់ពាណិជ្ជកម្មដាច់ដោយឡែកពីគ្នាសិនកុំច្របាច់បញ្ចូលគ្នាក្នុងតារាងតែមួយប្រធានជីឯកសារគម្រោងរបស់យើងក៏យកមកដែរ ប្រធានឈានប្រភពទិន្នន័យដែលលោកបានដាក់ស្នើយើងនៅតែត្រូវពិនិត្យមើលម្ដងទៀត ពីមុនមិនមែនមើលរួចហើយទេអី លើកនេះត្រូវមើលកំណត់ត្រាដើម ពីមុនសំបីតែកិច្ចប្រជុំផ្លូវការក៏គេមិនធ្លាប់ចូលផងមានសិទ្ធិអីមកនៅទីនេះ ប្លង់នេះជាងជីវិនជាអ្នករត់ការពេញមួយយប់មិញបើគ្មានគេទេពួកយើងឥឡូវនៅតែគិតពេលវេលាលើក្រដាស់នៅឡើយ គេខ្លាចជាបែបនេះតាំងពីពេលណា គេតែងតែបែបនេះគ្រាន់តែមានអ្នកខ្លះមិនដែលមើលឲ្យបានច្បាស់ បងលូយុនលោកយាយគាត់ពីមុនខ្ញុំធ្វើហួសហេតុពេកមែនទេ សៀវជាងមកផឹកតែជាមួយយាយមក លោកយាយយប់ជ្រៅហើយលោកយាយគួរតែសម្រាកទៅ យាយគេងលឿនក្មេងដូចពួកឯងនឹងបានបារម្ភពីយាយតិចជាងមុន ខ្ញុំទទួលទូរស័ព្ទសិន ទៅចុះយាយនិយាយជាមួយសៀវជាងពីម៉ាត់ចូលមកថ្ងៃនេះនៅក្រុមហ៊ុនមានគេធ្វើបាបឯងទៀតហើយមែនទេ មិនចាត់ទុកថាធ្វើបាបទេគ្រាន់តែពីមុនពួកគេមិនធ្លាប់ឃើញអ្នកដឹកជញ្ជូននិយាយពីផ្លូវ ឯងមិនខឹងទេ អ្នកដែលមើលងាយខ្ញុំមានច្រើនណាស់អ្វីដែលមានប្រយោជន៍ពិតប្រាកដមិនមែនខ្ញុំឆ្លោះជាមួយពួកគេទេគឺរឿងរ៉ាវចុងក្រោយអាចដំណើរការទៅបាន ចរិតឯងនេះដូចជាអ្នកដែលអាចរស់នៅបានស្រួល លោកយាយនេះសរសើរខ្ញុំឬក៏គិតថាពួកយើងធុញ ចេះដមត់ហើយមិនធុញទេសៀវជាងពាក្យខ្លះលោកយាយមិនដែលនិយាយឲ្យច្បាស់ទេ លោកយាយមានប្រសាសន៍មក ពួកឯងធម្មតារស់នៅជាមួយគ្នាយ៉ាងម៉េចយាយមើលដឹងយូរហើយ លោកយាយ កុំប្រញាប់បកស្រាយអី
យាយចាស់មែនតែមិនមែនខ្វាក់ទេពួកឯងហូបបាយអង្គុយឆ្ងាយពីគ្នានិយាយគ្នាក៏គួរសំពេកតើមានប្តីប្រពន្ធទើបរៀបការថ្មីថ្មងឯណាដែលឃ្លាតឆ្ងាយពីគ្នាបែបនេះតែក្រោយមកក៏មិនដូចជាคล้ายដែរ ក្រោយមក មាត់គេមិននិយាយតែទុកបាយឲ្យឯងមាត់រឹងតែពេលមានគេធ្វើបាបគេឯងចេញមុខការពារមុនគេ ក្រោយមក คล้ายមិនអាចធ្វើបានដល់ថ្នាក់នេះទេទើបយាយចង់រំលឹកឯងណានស៊ីងរឹងរូសតាំងពីក្មេងគេមិនហាមាត់ខាត់គេមុនទេបើគេពិតជាខ្វល់ពីនរណាម្នាក់មាត់គេអាចនឹងត្រជាក់ជាងអ្នកណាទាំងអស់តែគេនឹងទុកភ្លើងទុកបាយក្តៅនិងរៀបចំផ្លូវទុកឲ្យគេ លោកយាយតើយាយចង់និយាយអ្វី យាយចង់និយាយថាគុំរងចាំតែគេហាមាត់ពិតណាស់ឯងក៏គុំបង្ខំចិត្តខ្លួនឯងដែរមនុស្សចង់នៅល្អត់មិនមែនពឹងលើការលួងលោមឬការជំពាក់គុណទេត្រូវមើលថាអ្នកទាំងពីរពិតជាស្ម័គ្រចិត្តល្អត់ ខ្ញុំយល់ហើយ យល់មែន បើនាងត្រូវការខ្ញុំនឹងនៅទីនេះតែបើនាងគ្រាន់តែចង់ឲ្យយាយស្ងប់ចិត្តខ្ញុំក៏មិនយកឋានៈនេះមកចងជើងនាងដែរ អ្នកទាំងពីរនេះម្នាក់លីសែងគ្រប់យ៉ាងម្នាក់ទៀតចេះតែយកយល់មើលទៅហត់ណាស់ ចឹងយាយជួយមើលគេផង យាយមើលគេចុះឯង ខ្ញុំក៏មើលដែរ ការប្រជុំថ្ងៃស្អែកលើកពេលកន្លះម៉ោងលោកកំពុងធ្វើអី រៀបចំអីវ៉ាន់បន្តិច កិច្ចសន្យាមិនទាន់ផុតកំណត់ទេ ចិត្តហើយពាក្យខ្លះត្រូវតែនិយាយមុន ជាងឆិនខ្ញុំមិនទាន់ឲ្យលោកទៅទេ នាងក៏មិនបានប្រាប់ឲ្យខ្ញុំនៅដែរ អីវ៉ាន់លោកមានតិចតួចចឹងរហូតមែន អ្នករត់ការអីវ៉ាន់ច្រើនរឹតតែពិបាក ប៉ុន្មានថ្ងៃនេះខ្ញុំឲ្យមេផ្ទះរៀបចំខោអាវឲ្យលោកមិនយកទៅមួយកំភ្លេទេ របស់ទាំងនោះនាងជាអ្នករៀបចំខ្ញុំចាំទុកហើយ ចុះខ្ញុំវិញថ្មីនេះសុខភាពលោកយាយមានលំនឹងហើយ ល្អហើយ លោកគ្មានអីចង់និយាយទៀតទេ កិច្ចសន្យាយើងយល់ព្រមជាមួយគ្នាដល់ពេលកំណត់ហើយខ្ញុំត្រូវនិយាយឲ្យច្បាស់សិន លោកប្រញាប់បែងចែកម្លេះលោកកុំធ្វើអីតាមតែកិច្ចសន្យាពេកបានទេ ខ្ញុំធ្វើតាមកិច្ចសន្យាព្រោះខ្លាចថ្ងៃក្រោយនាងត្រូវជាប់ចំណងដោយសារទំនាក់ទំនងមួយនេះ ពេលដែលខ្ញុំត្រូវការឲ្យលោកសួរមួយម៉ាត់បំផុតលោកបែរជាសម្រេចចិត្តជំនួសខ្ញុំទៅវិញ ខ្ញុំស្មានថានេះជាការទុកផ្លូវក្រោយឲ្យនាង អ្វីដែលខ្ញុំត្រូវការគឺលោកសួរខ្ញុំថាចង់ឲ្យលោកនៅអត់ខ្ញុំចង់បានផ្លូវក្រោយមួយនេះ ព្រោះខ្ញុំបានចាត់ទុកវាជាការពិតហើយទើបខ្ញុំត្រូវនិយាយមុនមិនមែនរត់គេចទេគឺមិនចង់យកកិច្ចសន្យាមកបង្ខំយកចម្លើយពីអ្នក លោកធ្លាប់សួរខ្ញុំទេខ្ញុំគ្រាន់តែសួរថាលោកចង់នៅទេ ចង់ បើចឹងកុំខាងចង់នៅម្ខាងទៀតជួយរៀបចំទីបញ្ចប់ឲ្យខ្ញុំ ខ្សែផ្លូវគឺខាងក្រៅជាអ្នកឲ្យមិនមែនជាបញ្ហារបស់យើងទេភ្ញៀវកំពុងតែប្រញាប់ហើយខ្សែនេះមិនកើតទេប្រព័ន្ធជាអ្នកគិតប្រព័ន្ធជាអ្នកគិតប្រព័ន្ធមិនដែលស្ទះចរាចរណ៍ពេលល្ងាចទេបូរីទាំង3នេះចូលមិនបានទេផ្សារទំនើបបិទនៅពេលយប់នៅទីនេះគ្រាន់តែរងចាំជណ្ដើរយន្តគឺលើសពី15នាទីទៅហើយមិនលោកដឹងថាច្រកក្រំដីបិទនៅពេលយប់សប្តាហ៍មុនខ្ញុំធ្លាប់ដឹកទៅសន្តិសុខឲ្យអ្នកដឹកទាំងអស់វៀងទៅច្រកខាងជើងច្រកខាងជើងត្រូវតម្រង់ជួរចុះឈ្មោះទៀត មែនហើយការប្តឹងតវ៉ាសុទ្ធតែនៅក្រោយម៉ោង 7 កែតាមអ្វីដែលគាត់និយាយទៅ អ្នកពិតជាឲ្យគាត់សម្រេចមែន អ្នកដែលស្គាល់ផ្លូវគួរតែជាអ្នកនិយាយ មានបញ្ហាខ្ញុំទទួលខុសត្រូវ ទីប្រឹក្សាជាងលោកមើលកែបែបនេះបានទេ ជីស៊ីងគម្រោងមានបញ្ហាជាបន្តបន្ទាប់ក្រុមប្រឹក្សាភិបាលសម្រាប់ផ្អាកតំណែងប្រធានរបស់អ្នក សិនតុងត្រៀមខ្លួនយូរប៉ុណ្ណាហើយ ខ្ញុំទទួលខុសត្រូវចំពោះស៊ីងឈឿនហានធីងឲ្យតែឯងព្រមត្រឡប់ទៅទីតាំងដែលត្រឹមត្រូវគ្រូសាហឺអាចជួយឯងបានទីតាំងដែលត្រឹមត្រូវចាក់ចេញពីនាងត្រឡប់ទៅកន្លែងដែលឯងគួរឈរវិញ ខ្ញុំត្រូវបានផ្អាកតំណែងមិនមែនមានន័យថាអ្នកអាចរៀបចំជីវិតខ្ញុំបានទេ ជីណានស៊ីងពេលនេះនាងគ្មានសិទ្ធិរឹងរូសទេ ចឹងក៏ផ្អាកទៅ ណានស៊ីងកុំខឹងអី ល្បែងនេះអ្នកទាំងអស់គ្នារៀបចំរួចហើយខ្ញុំមិនលេងជាមួយអ្នកទាំងអស់គ្នាទៀតទេ តំណែងអាចផ្អាកបានតែកន្នីមិនអាចផ្អាកបានទេ
ខាងក្រៅខ្យល់ខ្លាំងណាស់ លោកមិនសួរខ្ញុំថាខ្លាចទេ ខ្លាចក៏មិនអីដែរ ខ្ញុំស្មានតែលោកនឹងនិយាយថាអគ្គនាយកជីមិនចេះខ្លាចទេ មនុស្សមិនមែនធ្វើពីដាច់ឯណា តោះហេតុអីអំបញ្ញមិញលោកមិនទៅវ៉ា ពួកគេសរសេរពាក្យពេចន៍រួចអស់ហើយខ្ញុំទៅធ្វើអីចឹងដូរទីតាំងស៊ើបទៅត្រឡប់ទៅស្ថានីយ៍មើលទៅនៅស្ថានីយ៍នោះអាចមានដានពីមុនពេលខ្ញុំរត់មួយនៅតំបន់ពាណិជ្ជកម្មចប់ខ្ញុំត្រឡប់មកទីនេះរងចាំជើងបន្ទាប់ លោករត់បែបនេះរាល់ថ្ងៃមែន បើមិនរត់គឺគ្មានលុយទេបាយរួយឡានរៀនអនុបណ្ឌិតបាយស៊ីវជន់ទិញផ្ទះការចំណាយក្នុងផ្ទះសុទ្ធតែត្រូវប៉ះពាល់ ពីមុនជាងឈឿនគឺជាអ្នកដែលពូកែទ្រាំជាងគេនៅទីនេះពេលភ្លៀងធ្លាក់មានការកំងច្រើនអ្នកផ្សេងដួលម៉ូតូគេជួយលើកមនុស្សមុនរួចជួយដឹកអីវ៉ាន់ឲ្យគេទៀត កុំសរសើរពេកពីមុនលោកមិនដែលប្រាប់ខ្ញុំពីរឿងទាំងនេះទេ មិនមែនមិននិយាយទេគឺគ្មានអ្នកសួរដល់រឿងនេះ ប៉ុន្តែនៅទីនេះពួកគេហៅអ្នកថាបងយ៉ែង នៅក្នុងរង្វង់នេះជួយគ្នាទៅវិញទៅមកយូរទៅក៏ស្គាល់គ្នា មិនមែនគ្មានអ្នកចាំអ្នកទេពីមុននៅគ្រួសារបេពួកគេមិនចាត់ទុករបស់ទាំងនេះជាសមត្ថភាពទេប៉ុន្តែអ្នកមើលចុះនៅទីនេះគ្រប់គ្នាដឹងថាអ្នកធ្លាប់ធ្វើអ្វី ពីមុនខ្ញុំក៏ល្ងងដែរស្មានតែការទ្រទ្រង់ជីវភាពបានចាត់ទុកជាសមត្ថភាព ថ្ងៃក្រោយមិនត្រឹមតែអ្នកផ្ទះទេដែលដឹង បងយ៉ែងថ្ងៃនេះមិនរត់ទេនាំគេមកមើលបងថ្លៃស្រី នៅទីនេះមិនបាច់សម្ដែងទេអំបញ្ញមិញខ្ញុំមិនមែនសហការទេយាងឆែនខ្ញុំមិនចង់សម្ដែងរហូតទេចុះអ្នកចាត់ទុកខ្ញុំជាអ្វីចង់ឲ្យអ្នកត្រឡប់ទៅផ្ទះជាមួយខ្ញុំ អញ្ចឹងក៏បានជេងឆេនជួយលើកអាវភ្លៀងមួយកេះចេញមកឲ្យខ្ញុំ ធានយោជួនប្រើក្រុមហ៊ុនខ្ញុំដើម្បីផ្ទេរប្រាក់ទាំងនេះគឺជាភស្តុតាងដែលខ្ញុំរកឃើញ អ្នកគួរតែប្រគល់វាទៅឲ្យ Jane Nanking គាត់នឹងមិនជួបខ្ញុំទេ បានខ្ញុំនឹងបញ្ជូនបន្ត ឥឡូវនេះសំបីតែសួរខ្ញុំមួយម៉ាត់ទៀតក៏អ្នកមិនព្រមដែរ Bay Wulan ពួកយើងបានលេងលះគ្នាហើយ ជាងឆែនប្រសិនបើកាលពីដើមខ្ញុំមិន គ្មានពាក្យថាប្រសិនបើទេ ពីមុនអ្នកមិននិយាយជាមួយខ្ញុំបែបនេះទេ ពីមុនខ្ញុំគិតថាជីវិតសាមញ្ញពេក ចុះឥឡូវនេះអ្នកអាចរស់នៅជាមួយនាងបានទេ នាងនឹងមិនគិតថាខ្ញុំសុំនឹងទទួលបានវាទេយកទៅ និយាយគ្នាចប់ហើយ នាងឲ្យមកគឺជាភស្តុតាងរបស់ Ken Yochuan ខ្ញុំមិនបានសួរទេ អ្នកពិតជាចូលចិត្តនាងហើយ នេះមិនពាក់ព័ន្ធនឹងអ្នកទេ Rulen អ្នកឲ្យរបស់នោះទៅនាងហើយ អ្នកបោកខ្ញុំឲ្យប្រើក្រុមហ៊ុនផ្ទេរប្រាក់ហើយនៅចង់ឲ្យខ្ញុំទទួលខុសត្រូវជំនួសអ្នកទៀត គ្មានខ្ញុំទេអ្នកគិតថាអ្នកអាចចូលរួមកម្មវិធីជប់លៀងទាំងនោះបាន មានរឿងអីនិយាយមកកាន់ខ្ញុំមកអ្នកពិតជាចូលចិត្តខ្វល់រឿងអតីតប្រពន្ធមែន គាត់មិនមែនខ្វល់រឿងអតីតប្រពន្ធទេគឺភស្តុតាងផ្នែកគ្រប់គ្រងហានិភ័យរបស់ Cheng Hen នឹងត្រួតពិនិត្យឲ្យកណនីរបស់អ្នកជាផ្លូវការ ជាងឆែនសុំទោស ពេលនោះខ្ញុំគិតថាអ្នកមានតែធ្វើឲ្យខ្ញុំពិបាកប៉ុន្តែឥឡូវនេះទើបខ្ញុំដឹងថា3ឆ្នាំនោះគឺអ្នកជាអ្នកទាញខ្ញុំឲ្យដើរទៅមុខ ពាក្យសុំទោសខ្ញុំបានរើសហើយ ប៉ុន្តែពួកយើងមិនអាចត្រឡប់ទៅវិញបានទេ គ្មានឱកាសសំបីតែបន្តិចមែនទេ គ្មានទេខ្ញុំដើរទៅមុខហើយ ខ្ញុំជ្រើសរើសនាង និយាយចប់ហើយអញ្ចឹងតោះទៅ ខ្ញុំបានប្រាប់អ្នកច្បាស់តាំងពីព្រលឹមហើយ ឡើងឡាននៅមានការងារសំខាន់ទៀត គម្រោងមានរឿងធំបែបនេះជីណានស៊ីងមិនអាចគ្រប់គ្រងស៊ីងហាវទៀតទេ នាងនៅហ៊ានមកទៀត ហេតុអីមិនហ៊ានមក ពេលនេះនាងត្រូវបានផ្អាកការងារហើយគ្មានសិទ្ធិគ្រប់គ្រងគម្រោងទេ ខ្ញុំមកថ្ងៃនេះគឺដើម្បីទូទាត់បញ្ជី អ្នកទាំងអស់គ្នាត្រូវគេជេរយូរហើយគួរតែដឹងថាអ្នកណាជាអ្នកទម្លាក់កំហុស ជាងឈិនផ្ដល់មតិកែលម្អដើមរបស់ស្ថានីយ៍និងចំណុចពេលវេលាមិនប្រក្រតីហើយវាស៊ីគ្នានឹងតម្រុយមូលនិធិដែលប៉ៃរួយអានបានប្រគល់ឲ្យ មិនចម្លែកទេដែលកាយយ៉ាងណាក៏មិនត្រូវខាងក្រោយត្រូវបានគេកែ រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំគ្រាន់តែទទួលខុសត្រូវប្រគល់តម្រុយអ្នកណាប៉ះពាល់កណនីផ្នែកគ្រប់គ្រងហានិភ័យនិងស៊ើបអង្កេត
លំហូរមូលនិធិមិនប្រក្រតីមួយចំនួនត្រួតស៊ីគ្នាយ៉ាងខ្លាំងជាមួយកនីពាក់ព័ន្ធរបស់ឈីនយីឈួនហើយបានបញ្ជូនទៅផ្នែកច្បាប់ដើម្បីពិនិត្យឡើងវិញ ខ្ញុំគ្រាន់តែជួយពួកគេបង្វិលប្រាក់ប៉ុណ្ណោះ ប្រធានសេននេះទើបជាមូលហេតុដែលលោកប្រញាប់ដេញខ្ញុំចេញមែនទេ តារាងប៉ុន្មានសន្លឹកមិនអាចបញ្ជាក់អ្វីបានទេ ចឹងស៊ើបអង្កេតដល់ទីបញ្ចប់ទៅ កំណត់ត្រាខាងក្រោយមតិកែលម្អស្ថានីយ៍លំហូរមូលនិធិទាំងអស់នៅទីនេះអ្នកណាកែអាចស៊ើបដឹង ប្រធានជាចោះកំហុសដែលពួកយើងរ៉ាប់រងពីមុននោះអ្នកណាដែលរងការទម្លាក់កំហុសសវនកម្មនិងផ្នែកច្បាប់របស់ស៊ីងហ៊ាននឹងទាមទារយុត្តិធម៌ឲ្យអ្នកទាំងអស់គ្នាវិញ ខ្ញុំបានប្រគល់តម្រុយរួចរាល់ហើយ បន្ទាប់មកទុកឲ្យស៊ីងហ៊ានចាត់ការ ណានស៊ីងនាងសុកចិត្តជឿអ្នកដឹកជញ្ជូនអាហារជាជាងជឿខ្ញុំ ខ្ញុំជឿលើផ្ស្តាង ផុសតាងបើមិនមែនខ្ញុំជួយរារាំងគ្រួសារហឺឲ្យនាងប៉ុន្មានឆ្នាំនេះទេនាងគិតថានាងអាចអង្គុយយ៉ាងរឹងមាំនៅស៊ីងហាវទេ លោករារាំងគ្រួសារហឺឬក៏ប្រើគ្រួសារហឺដើម្បីឈុំធាំងខ្ញុំ គេអាចឲ្យអ្វីនាងសំបីតែឈរក្បែរនាងក៏ជានាងអ្នកឲ្យគេដែរ លោកយកខុសហើយ ខ្ញុំខុសត្រង់ណា លោកតែងតែគិតថាខ្ញុំត្រូវការអ្នកផ្សេងមកគ្រប់គ្រងខ្ញុំប៉ុន្តែជាងឆាន់មិនដែលគិតបែបនេះទេ ខ្ញុំឲ្យធនធាននាងឲ្យបណ្ដាញទំនាក់ទំនងនាងឲ្យផ្លូវគ្រួសារហឺទៅនាងទាំងនេះមិនរាប់បញ្ចូលទេ រាល់អ្វីដែលលោកឲ្យសុទ្ធតែទាមទារឲ្យខ្ញុំយកខ្លួនឯងទៅដោះដូរពេលខ្ញុំត្រូវគេបង្ខំគេសួរខ្ញុំថាយល់ព្រមឬអត់ពេលខ្ញុំត្រូវគេដកសិទ្ធិអំណាចគេកំដរខ្ញុំដើរចេញអ្វីដែលខ្ញុំត្រូវការមិនមែនជាការដាក់ទានទេគឺមានអ្នកសុខចិត្តឈរក្នុងខ្យល់ជាមួយខ្ញុំ គ្រាន់តែដោយសាររឿងទាំងនេះនៅមិនទាន់គ្រប់គ្រាន់ទៀតខ្ញុំស្គាល់នាងយូរជាងគេ យូមិនប្រកាសថាដឹងចិត្តទេអ្វីដែលលោកចូលចិត្តគឺជីណានស៊ីងដែលឈរនៅទីខ្ពស់ខ្ញុំធ្លាប់ឃើញគេត្រូវគេបង្ខំដល់តច្រកតែនៅតែខំប្រឹងមិនឲ្យដួលខ្ញុំមិនមែនជារបស់ជ័យលាភីរបស់លោកទេហើយក៏មិនមែនជាកូនអុករបស់អ្នកណាដែរ ខ្ញុំគ្រាន់តែចង់ឲ្យនាងជ្រើសរើសខ្ញុំ ប៉ុន្តែលោកមិនដែលសួរខ្ញុំទេថាខ្ញុំចង់ជ្រើសរើសឬអត់ប្រធានជាគម្រោងដែលមានបញ្ហាត្រូវបានបិទចោលឯកសារទាំងអស់ដែលឈីនយីឈួនបានដាក់ស្នើត្រូវបានផ្អាកខាងប្រធានសេនសេចក្តីសម្រេចបណ្ដោះអាសន្នរបស់ក្រុមប្រឹក្សាភិបាលក៏បានធ្លាក់មកដែរសេនគូឡាំងត្រូវបានផ្អាកពីតំណែងប្រធានក្រុមប្រឹក្សាភិបាលទទួលយកសវនកម្មផ្ទៃក្នុងគម្រោងទាំងអស់ក្រោមឈ្មោះឈីនយីឈួនបញ្ចប់កិច្ចសហប្រតិបត្តិការកាន់នេះរបស់ស៊ីងហ៊ានចាប់ពីថ្ងៃនេះទៅនឹងត្រូវទូទាត់ម្ដងមួយអ្នកណាធ្វើការអ្នកនោះនៅ ចប់អស់ហើយ រឿងកន្លងហួសអស់ហើយថ្ងៃនេះមកប្រាប់ការពិតដល់លោកយាយមែនទេ កិច្ចសន្យាដល់កំណត់ហើយថ្ងៃនេះខ្ញុំចង់និយាយឲ្យច្បាស់ លោកយាយសុំទោសដំបូងឡើយគឺខ្ញុំឲ្យយាងឆេងជួយខ្ញុំដើម្បីរារាំងគ្រួសារហ៊ីហើយក៏ដើម្បីឲ្យលោកយាយស្ងប់ចិត្ត គឺខ្ញុំជាអ្នកយល់ព្រមលោកយាយកុំបន្ទោសនាងអី លោកកុំចេញមុខជំនួសខ្ញុំរាល់ដងពេក លើកនេះមិនមែនជំនួសនាងទេគឺខ្ញុំស្ម័គ្រចិត្តខ្លួនឯង លោកយាយខឹងមិនមែនដោយសារពួកឯងលាក់បាំងយាយទេគឺមកដល់ពេលនេះហើយនៅតែយកក្រដាសមួយសន្លឹកកាំងនៅកណ្ដាលទៀតឈៀវជាងបើឯងពិតជាចង់ទៅមែនថ្ងៃនេះឯងមិនដាក់កាបូបចុះទេណែនឆេងបើឯងពិតជាចង់បញ្ចប់មែនក៏មិនយកកិច្ចសន្យាមុខយាយដែរ កិច្ចសន្យាបញ្ចប់ហើយចាប់ពីពេលនេះទៅគ្មាននរណាម្នាក់ត្រូវនៅទីនេះដើម្បីកិច្ចសន្យាទៀតទេ ណែនខេងចិញ្ចៀនខ្ញុំនឹងសងពិធីការក៏ខ្ញុំនឹងសងដែរតែថ្ងៃនេះខ្ញុំចង់សួរឲ្យច្បាស់សិនតើនាងព្រមរៀបការជាមួយខ្ញុំទេ ខ្ញុំព្រម អញ្ចឹងទើបសម